Bần đam ở bục Lệch riêng tì mà phấy pram pal Rô lộc sạ một Côn ở Rô lộc sạ một phật hú đo chân nế Hạ đôi bom pê tê sẽ cho tèng lại Lưu xô cô crom nòm phiệp sạp bài Manu mania tèng lại đai mò cầm sàn Vì dô trật chạ tật báo tục tràng Hạ vị chia bắt bang nhang ọc sàn đàn Ở chuốc tệ túc chạ sọc xem sàn Lịch lông hùa xa màn bàn phiệp vị dô Thô mà chiết sạ một rẽ xa ruột bày Bè thô bị nây cai khay sạch lô Đã tương oi phốt vì phiệp ngồi ngột Chầm lòng làng cột rột trài sọc ngọp Côn sấy ở Át tà bọt ngày ní ở xôm lược làng chứ đằng này bần tịch cho ở trong priệp thiếp sạ mốt nâng thỏa Sạ mốt miên rúp đại côn mơ khởi Vân tá thỏa Chìn nế mà thỏa Đà mơ mình khởi Ta sạ mốt nâng thỏa miên này thiếp khnia bàn Âu lớp rầm bay chầm nói Mọc thiếp ở côn phải đạp Mùi Sạ mốt răng tề Thưa ở dưỡng cho tất rồi Rí ai bật thó Rồi phải đạp Nẹ ná có phải đáp bàn Áo tại miên tự chịa Áo tại chọn phải đáp Chọn chết Chọn đăng Chọn rút trả tục Cô này Bách cho bọn đi Bật thó miên nơi cốt đầy Nà tại dương mình phải đáp để ta Vì Sợ mất nâu nâng thật còl Ai bật thó Còn nâu nâng thật còl Mình chế bắt bọn Miên bột ná bột nâng Mình đã thèm thó Có mình đã đọ thó đài 3. សមុទ្រមិនចេះអាណិតមិនចេះរក្សាសាកសពតែងតែមានរលករុញច្រានសាកសពឬរបស់សៅមងទាំងឡាយនឹងមកច្រានឯព្រះធម៌ក៏មិនអាណិតមនុស្សល្ងងដែរមនុស្សល្ងងអវិជ្ជាព្រះធម៌តែងបោកបក់រុញច្រានឲ្យមានការកើតចាស់ឈឺស្លាប់ស្លាប់ហើយកើតកើតហើយចាស់ចាស់ហើយឈឺឈឺហើយស្លាប់វើលក្នុងភពអនាគតជាតិ 4. ទឹកទន្លេតែងហូរទៅសមុទ្រសមុទ្រតែងទទួលទឹកទន្លេស្ទឹងបឹងបួទឹកភ្លៀងជាដើមរីឯព្រះធម៌តែងទទួលមនុស្សគ្រប់ឋានៈមានក្រខ្មៅសល្អអាក្រក់ព្រះធម៌ទទួលយកបានទាំងអស់ 5. ទោះបីទឹកទន្លេស្ទឹងបឹងបួហូរចូលសមុទ្រយ៉ាងណាសមុទ្រនៅដដែលអត់មានប្រែប្រួលកំណត់ប៉ុន្មានបានប៉ុណ្ណឹងរីឯព្រះធម៌ទោះបីជាមានអ្នកទៅស្ដាប់អ្នកគោរពតិចក្តីច្រើនក្តីព្រះធម៌នៅដដែល 84,000 ធម្មខណ្ឌនៅតែ 84,000 ធម្មខណ្ឌទោះបីមានគេគោរព1នាក់ក៏នៅប៉ុណ្ណឹង10នាក់20នាក់1កោត2កោតនាក់ក៏នៅប៉ុណ្ណឹង 6. សមុទ្រតែមានរសជាតិប្រៃជានិច្ចឯព្រះធម៌ក៏មានរសជាតិតែមួយអត់មានពីរឲ្យតែកូនធ្វើយ៉ាងណាឲ្យរួចចាក់ទុកនឹងហើយរសជាតិព្រះធម៌តារាបណាកូនមិនទាន់រួចចាក់ទុករសជាតិព្រះធម៌អត់ទាន់មានកូនមើលព្រះអរហន្តគ្រប់អង្គមានព្រះសរិបុត្រព្រះមុគលានព្រះអនន្តព្រះមហាកាសបៈទទួលរសជាតិព្រះធម៌តែមួយដូចជាព្រះសម្មាសម្ពុទ្ធដែរ 7. សមុទ្រតែងមានវត្ថុមានតម្លៃនៅក្នុងនោះរីឯព្រះធម៌ដូចគ្នាការទូមានរបស់ព្រះធម៌មានតម្លៃថ្លៃខ្ពស់មិនអាចកាត់ថ្លៃបានព្រះធម៌មានតម្លៃថ្លៃជាងពេជ្រទៅទៀត 8. សមុទ្រតែងផ្ដល់ជម្រកដល់សត្វតូចធំទាំងអស់រីឯព្រះធម៌តែងផ្ដល់ជម្រកដល់សត្វលោកទាំងអស់ក្នុងត្រៃភពទោះបីក្មេងក្តីចាស់ក្តីតូចក្តីធំក្តីឬព្រះពោធិសត្វក្តីព្រះធម៌តែងផ្ដល់ជម្រកឲ្យរហូតដល់ត្រើយគឺព្រះនិព្វានកូនអត្តន័យសមុទ្រនិងធម៌ដែលឪលើកយកមកប្រៀបធៀបពេលនេះសំគួរនឹងកូនឪបានយល់ហើយថ្មីត្បិតតែស៊ីជម្រៅបន្តិចតែកូនក៏ថ្នាក់ខ្ពស់ដែរកូនស្រីឪ
ទៅជាមនុស្សប្រឹងសង្វាតស្ដាប់អាវាតព្រះទូលមានល្អប្រពៃព្រោះព្រះធម៌គឺជាយាននាំកូនស្រីឆ្លងភព3ដាក់ដល់ត្រើយគឺនិព្វាន